ជាទូទៅផ្ទះខ្មែរបុរាណមាន5ប្រភេទសំខាន់ប៉ុន្តែបើតាមការសិក្សាខ្លះទៀតគឺមានដល់ទៅ6ប្រភេទឯណោះផ្ទះខ្មែរតែងតែត្រូវបានសង់ឡើងខ្ពស់ផុតពីដីដោយប្រើប្រាស់ឈើជាសម្ភារៈសំខាន់ដើម្បីការពារពីទឹកជំនន់សត្វល្អិតនិងដើម្បីឲ្យមានខ្យល់ចេញចូលត្រជាក់ប្រភេទផ្ទះខ្មែរបុរាណសំខាន់និងទម្រង់ដំបូលភាពខុសគ្នានៃប្រភេទផ្ទះនីមួយៗគឺអាស្រ័យលើរចនាបថនៃដំបូលជាសំខាន់ 1. ផ្ទះប៉ិតទម្រង់ដំបូលមានដំបូល4ផ្ទាំងផ្ដុំគ្នាដែលមានជម្រាលស្មើគ្នាហើយគ្មានហោជាងនៅផ្នែកណាមួយនៃដំបូលឡើយគេអាចធ្វើតែមួយខ្នងឬបូកបញ្ចូលគ្នាបានច្រើនខ្នងការសង្កល់ជួនកាលគេហៅថាផ្ទះជុំឬក្រជុំនៅខេត្តបាត់ដំបងផ្ទះប្រភេទនេះធ្លាប់ពេញនិយមខ្លាំងក្នុងសម័យអាណានិគមបារាំង 2. ផ្ទះកណ្ដាងទម្រង់ដំបូលជាផ្ទះសាមញ្ញបំផុតដែលមានដំបូលពីរផ្ទាំងមកទល់គ្នានៅត្រង់មេដំបូលដោយផ្ទះមុខដំបូលប្រុកធម្មតាហើយមានជម្រាលការសង្កល់សសរមានយ៉ាងតិច3ជួរកណ្ដាលខ្ពស់ជាងគេជួនកាលមានស្លាបចេញពីប៉ែកខាងក្រោមនៃហោជាងគេហៅថាកម្លាំងស្លាបផ្ទះនេះពេញនិយមនៅតាមដងទន្លេជាពិសេសខេត្តកំពង់ចាមនិងក្រចេះ 3. ផ្ទះខ្មែរទម្រង់ដំបូលមានដំបូលពូផ្ទាំងផ្ដុំគ្នាដោយធ្វើឲ្យមានជម្រាលរាងចោតខ្លាំងមានហោជាងធំនិងទាបការសម្គាល់ជាប្រភេទផ្ទះស្គមស្កាយដែលគេច្រើនធ្វើសម្រាប់គុដីព្រះសង្ឃឬដំណាក់របស់រាជវង្សានុវង្សឬមន្ត្រីធំអាចមានការតទម្លាក់ដំបូលបន្ថែមខាងមុខឬជំហៀងដើម្បីបង្កើតជាលវាងបន្ថែម 4. ផ្ទះរោងដោលទម្រង់ដំបូលមានដំបូលមួយធំហើយមានហោជាងតូចមួយនៅចន្លោះសសរជួរទី2គឺសសរទ្រូងហើយដំបូលបន្តទេមកខាងក្រោយទៀតហៅថាហប់ការសម្គាល់ជាទូទៅប្រើសសរ3ជួរកណ្ដាលខ្ពស់ជាងគេផ្ទះប្រភេទនេះនៅតែពេញនិយមច្រើនទសវត្សរ៍មកហើយ 5. ផ្ទះរុងឌឿងទម្រង់ដំបូលមានដំបូលធំមួយហើយមានសម្យាបនៅក្បែរខាងមុខនិងខាងក្រោយផ្ទះដំបូលស្រដៀងផ្ទះរោងប៉ុន្តែមានតសម្យាបមុខក្រោយផ្ទះការសម្គាល់គេសង់ដោយមានសសរ4ជួរនិងមាន5លាវៀងបើពង្វីទទឹងធំឈ្មោះអាចคล้ายមកពីថ្នល់កដឿងដែលមានន័យថាដាក់ត្បោលកិនស្រូវនៅខាងក្រោយផ្ទះក្រោមសម្យាបទី2ចំណាមផ្ទះមួយប្រភេទទៀតដែលគេចាត់ទុកជាប្រភេទទី6គឺផ្ទះកឹងឬក៏ដីកឹងដែលមានដំបូល2ថ្នាក់មានបង្កាន់ដៃពាំជុំវិញថ្នាក់ក្រោមហើយគេច្រើនធ្វើក្នុងវត្តសម្រាប់សង្ឃរាជមកស្គាល់ពីប្រភេទផ្ទះកឹងគឺជាប្រភេទផ្ទះមួយដែលមានលក្ខណៈប្លែកនិងប្រណិតជាងប្រភេទផ្ទះខ្មើដទៃទៀតដែលគេរាប់បញ្ចូលជាប្រភេទទី6នៅក្នុងការសិក្សាស្រាវជ្រាវមួយចំនួនព័ត៌មានលម្អិតអំពីផ្ទះកឹងផ្ទះកឹងត្រូវបានគេចាត់ទុកជាផ្ទះសម្រាប់វណ្ណៈខ្ពស់ឬសម្រាប់សំណង់សាសនាដោយសារតែភាពស្មុគស្មាញនិងថ្លៃក្នុងការសាងសង់ពាក្យថាកឹងនៅក្នុងវចនានុក្រមខ្មែរមានន័យថាដំបូលទូកឬផ្ទះមានដំបូល2ថ្នាក់ត្រួតលើគ្នារចនាប័ទ្មដំបូលគឺមានដំបូល2ថ្នាក់ត្រួតលើគ្នាថ្នាក់លើអាចមានទម្រង់ជាដំបូលខ្មែរឬដំបូលរោងដែលមានហោជាងដែលមានជម្រាលចោតខ្លាំងថ្នាក់ក្រោមមានទម្រង់ជាដំបូលពេទ្យដាច់មួយកំណាត់ល្មមដែលមានជម្រាលទេទាបជាងដំបូលថ្នាក់ខាងលើគេអាចបាំងជញ្ជាំងត្រឹមសសរជួរទី2ដើម្បីបង្កើតជារបៀងឬរានហាលព័ទ្ធជុំវិញហើយមានធ្វើបង្កាន់ដៃផងដែរការប្រើប្រាស់កម្រមានប្រជាជនទូទៅសង់ណាស់ច្រើនសង់សម្រាប់គុដិគឹងសម្រាប់ព្រះសង្ឃឬចៅអធិការវត្តសាងសង់សម្រាប់ផ្ទះអ្នកមានបណ្ដាស័ក្តិឬអ្នកធំដែលមានឋានៈខ្ពស់ក្នុងសម័យមុនលក្ខណៈពិសេសគឺជាប្រភេទផ្ទះតែមួយគត់ដែលមានដំបូល2ថ្នាក់ត្រួតលើគ្នាដែលផ្ដល់នូវសោភ័ណភាពប្រណិតនិងកាយចេញចូលខ្យល់បានល្អសង្ខេបចំណុចសម្គាល់នៃដំបូលផ្ទះខ្មែរទាំង6ប្រភេទ 1. ផ្ទះពេទ្យដំបូល4ជ្រុងជម្រាលស្មើគ្នាគ្មានហោជាង 2. ផ្ទះកណ្ដាំងដំបូល2ជ្រុងជម្រាលមិនសូវចោតមានហោជាង 3. ផ្ទះខ្មែរដំបូល2ជ្រុងជម្រាលចោតខ្លាំងមានហោជាងធំ 4. ផ្ទះរោងដោលដំបូលរោងមានសម្យាបឬហបតែមួយចំហៀង
មុខឬក្រោយ 5. ផ្ទះរោងឌឿងដំបូលរោងមានសម្យាបឬហបទាំងមុខនិងក្រោយ 6. ផ្ទះកឹងដំបូលពីថ្នាក់ត្រួតលើគ្នាថ្នាក់លើចោតថ្នាក់ក្រោមទេ